ប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីកាត់កូនចេករបៀបកាត់កូនចេកហើយរបៀបកាត់ស្លឹកហើយរបៀបមើលស្លឹកវាមានជំងឺយើងត្រូវកាត់ចោលធម្មតាថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនគ្នាមកឥឡូវខ្ញុំមកប្រាប់ពីការកាត់កូនមុនកូនកបិតយើងកាត់ពីស្រុកចូលក្នុងហើយយើងកាត់ចេញមកក្រៅមិនយើងកាត់ពីក្រៅចូលក្នុងទេបើយើងកាត់ពីក្រៅចូលក្នុងវានឹងទី1វាអាចនឹងប៉ះដើមមេវាដើមធំតែអញ្ចឹងវានឹងឲ្យខូចចេកយើងតែអញ្ចឹងគេកាត់ពីក្នុងចេញមកក្រៅទី2គេខ្លាចដាច់ឫសអាណាឡើងខ្ពស់ហ្នឹងគេខ្លាចវាដាច់ឫសតែអញ្ចឹងគេឲ្យយើងកាត់ពីក្នុងចេញមកក្រៅឥឡូវខ្ញុំចាប់ដើមកាត់ហើយកូនខ្ញុំកាត់ហើយឥឡូវដល់វគ្គស្លឹកម្ដងហើយស្លឹកនេះបើវាហែកអញ្ចឹងយើងមើលវាបើសិនជាធំនឹងវាហែកមើលទៅវាហែកហើយហែកយើងហែកវាមកបើសិនជាវានៅជាប់ខ្លាំងយើងត្រូវកាត់វាទៀតហើយកាត់ស្លឹកអញ្ចឹងដែរមិនមែនយើងកាត់ពីក្រៅចូលក្នុងទេយើងកាត់ពីក្នុងចេញមកក្រៅយើងហែកវាបន្តិចមកឲ្យវាស្រួលកាត់ហើយពេលយើងកាត់អញ្ចឹងមកហើយវាស្អាតដែរហើយក្នុងមួយដើមចេកនេះគេកាត់3ស្លឹកឥឡូវយើងបាន2ស្លឹកហើយទី3យើងកាត់អានេះទៀតមកកាត់នោះវិញមិនហើយដល់វគ្គយើងមើលជំងឺម្ដងស្លឹកដែលវាមានជំងឺចេះមានជំងឺអញ្ចឹងយើងវាមានដំណាវាមានដំណឹងបើវាមានដំណឹងយើងអត់កាត់ទាំងអស់ទេយើងកាត់ដំណឹងមកបើវាមានដំនេះទៅយើងត្រូវកាត់ដំនេះអញ្ចឹងអានេះវាមានដំនេះយើងកាត់ដំនេះមកកាត់ចោលដំណឹងមកហើយសម្រាប់នេះដែរយើងកាត់ហើយបោះចូលកដារងចេះអត់ឲ្យដាក់ក្នុងអត់ឲ្យបោះចោលក្នុងបន្លាយមិនមែនទេយើងត្រូវដាក់កដារងមកឲ្យវាស្អាតមកហើយនេះខ្ញុំឲ្យមកមើលម្ដងទៀតគុណអញ្ចឹងគឺនេះដែរកាត់កូនហើយឥឡូវយើងមើលស្លឹកវាម្ដងអានេះយើងរកតែស្លឹកមួយហើយយើងបកវាចោលមកអានេះវាបកបានណាអាហ្នឹងយើងបកចោលទៅហើយអានេះមួយទៀតអានេះបើសិនជាវានៅជាប់អញ្ចឹងយើងកាត់ទៅធំហ្នឹងបានហើយបើវាជាប់អញ្ចឹងណាបើសិនជាវាលហែកអញ្ចឹងយើងពុតវាបន្តិចមកហើយយើងកាត់ថែមទៅមកឥឡូវបាន2ហើយអានេះមួយទៀតមកបាន2 3ហើយមើលនេះមើលមួយជុំហើយអាហ្នឹងស្លឹកដែលយើងត្រូវកាត់ចោលកាត់3ស្លឹកហើយមួយស្លឹកនេះមានជំងឺអញ្ចឹងជំងឺវាមានធំនេះអញ្ចឹងយើងកាត់ដំណឹងមកហើយខាងនេះទៀតខាងនេះ
ឥឡូវជំងឺវាឡើងមកដល់នេះហើយនេះតែជំងឺវាឡើងមកដល់ហ្នឹងហើយនេះខាងក្រោមក៏វានេះដែរនេះវាខ្មៅដែរវាមានដែរហើយដល់ពេលអញ្ចឹងហើយយើងកាត់គុំនេះមកបើសិនជាជំងឺវានៅត្រឹមហ្នឹងពីហ្នឹងមកលើទៅយើងកាត់តែកណ្ដាលទៅបើវាដល់វាឡើងចិត្តដល់គល់ហើយយើងកាត់កន្លែងធានគល់ធានវាមកកាត់ចឹងមកហើយឥឡូវខ្ញុំកាត់ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចាំថ្ងៃក្រោយខ្ញុំមកប្រាប់អំពីគេធ្វើដាក់ជីគេដាក់ជីកប់ទី1គេដាក់បៀបម៉េចជីកប់ហ្នឹងដាក់ទី2គេដាក់បៀបម៉េចចាំថ្ងៃក្រោយខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាដូចឯង